សួស្តីបណ្ដាញមិត្តអ្នកស្ដាប់ជាទីស្រឡាញ់សូមស្វាគមន៍មកកាន់កម្មវិធីសៀវភៅសំឡេងរបស់យើងខ្ញុំដែលសប្តាហ៍ថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់សម័យកាលមួយដ៏សំខាន់សម័យកាលមួយដែលភាសាអក្សរនិងអត្តសញ្ញាណរបស់យើងខ្មែរស្ថិតក្នុងភាពអាថ៌កំបាំងដូចជាអង្គជំនុនដែលអាចលេចឡើងឬលេចលង់បានគ្រប់ពេលវេលាវាជាសម័យកាលដែលសំឡេងសរសេរដើម្បីអានច្បាស់លាស់នៃក្មេងៗខ្មែរកំពុងស្ងប់ស្ងៀមហើយសំឡេងរៀនសូត្រតាមបែបប្រពៃណីចាប់ផ្ដើមស្រកចុះក្នុងពេលវេលាដ៏ងងឹតងងុលនោះមានពន្លឺមួយបាំងរះឡើងវាមិនមែនជាពន្លឺពីភ្លើងទៀនឬចង្កៀងប្រេងកាតនោះទេប៉ុន្តែជាពន្លឺនៃប្រាជ្ញានិងសេចក្តីព្យាយាមមួយដ៏រឹងមាំពន្លឺនោះបាំងបញ្ចេញពីព្រះវិហារមួយដែលជាទីដ៏ស្ងប់ស្ងាត់ហើយពន្លឺនោះបានរីករាលដាលទៅគ្រប់ជ្រុងជ្រោយនៃប្រទេសកម្ពុជាពន្លឺនោះជាពន្លឺនៃការការពារនិងការបន្តហើយអ្នកដែលកាន់ចង្កៀងពន្លឺនោះគឺជាអ្នកប្រាជ្ញមួយរូបដែលជីវិតរបស់គាត់បានក្លាយជាស្នាដៃមួយយ៉ាងធំធេងសម្រាប់ជាតិស្នាដៃដែលមិនអាចវេះវែងបានដោយទ្រព្យសម្បត្តិឬអំណាចប៉ុន្តែអាចវេះវែងបានដោយចំណេះដឹងនិងស្មារតីរបស់ជនជាតិខ្មែររាប់លាននាក់ជាច្រើនជំនាន់នោះគឺសម្ដេចព្រះសង្ឃរាជជួនណាត1883-1969ដែលជាសូរិយាដ៏ភ្លឺថ្លាបំផុតមួយក្នុងយុគសម័យទំនើបរបស់យើងចូលយើងស្រមៃឃើញជាមួយគ្នាវាគឺជាដើមសតវត្សទី20ព្រះអាទិត្យនៅប្រទេសកម្ពុជាហាក់បីដូចជារយៈយឺតជាងធម្មតាប្រទេសយើងស្ថិតនៅក្រោមអាណាព្យាបាលបារាំងដែលបាននាំយកវប្បធម៌របៀបគ្រប់គ្រងនិងភាសារបស់ពួកគេមកផ្លាស់ប្ដូរសង្គមយើងប្រពៃណីអានអក្សរបុរាណក្នុងវត្តអារាមការរៀនសូត្រតាមបែបព្រះពុទ្ធសាសនាដែលបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌ខ្មែររាប់ពាន់ឆ្នាំកំពុងត្រូវបានធ្វើឲ្យស្រពេចស្រពិលហាក់បីដូចជាទឹកដែលហូរចូលទៅក្នុងដីខ្សាច់មនុស្សមួយចំនួនបានចាប់ផ្ដើមមើលឃើញថាអក្សរខ្មែរគឺជាអក្សរតែសម្រាប់ការសរសេរអក្សរសាស្ត្រាបុរាណឬការសរសេរធម៌និងការសិក្សាភាសាបារាំងនិងវិទ្យាសាស្ត្រពិភពលោកទំនើបទើបជាការសិក្សាដែលអាចនាំមកនូវអនាគតភ្លឺស្វាងនៅក្នុងពេលវេលាដ៏លំបាកនិងគ្រោះថ្នាក់នោះកវីនិពន្ធខ្មែរមួយរូបដែលជាព្រះសង្ឃមិនមែនជាអ្នកនយោបាយឬជាសេនាបតីនោះទេបានចេញពីសំណាក់ព្រះវិហារដ៏ស្ងប់ស្ងាត់មកទ្រង់មិនមែនមកដោយអាវុធឬដោយពាក្យសម្ដីប្រឆាំងនោះទេប៉ុន្តែទ្រង់មកដោយឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយសំណេរនិងគម្ពីរកិច្ចការដ៏សំខាន់របស់ទ្រង់មិនមែនជាការបង្កើតកងទ័ពឬការក្បត់ដីធ្លីនោះទេប៉ុន្តែជាការបង្កើតកងទ័ពដ៏ខ្លាំងក្លាមួយកងទ័ពនៃចំណេះដឹងកិច្ចការដ៏សំខាន់នោះគឺការពារនិងដឹកនាំអនាគតអក្សរសាស្ត្រភាសានិងវប្បធម៌ខ្មែរពីការលិចលង់ទៅក្នុងមហាសមុទ្រនៃការភ្លេចបំណាំនិងការផ្លាស់ប្ដូរសម្ដេចជួនណាតបានយល់ឃើញយ៉ាងច្បាស់ថាប្រសិនបើជនជាតិខ្មែរបាត់បង់ភាសានិងអក្សរសាស្ត្ររបស់ខ្លួនគឺជាតិនោះនឹងបាត់បង់អត្តសញ្ញាណជាក់ស្ដែងទ្រង់បានឃើញថាការគ្រប់គ្រងដោយបារាំងទោះបីជាអាចនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្លះក៏ដោយក៏អាចនាំឲ្យមានការបំភ្លេចប្រពៃណីនិងគុណតម្លៃរបស់ជាតិផងដែរដូច្នេះទ្រង់បានសម្រេចជុតធ្វើដំណើរតាមផ្លូវមួយដ៏លំបាកប៉ុន្តែពោរពេញដោយសេចក្តីសង្ឃឹមផ្លូវនៃការអប់រំនិងការអភិរក្សតាមរយៈការសរសេរនិងការបង្រៀនសម្ដេចជួនណាតកើតនៅថ្ងៃទី11ខែមិនិនាឆ្នាំ1883នៅភូមិក្របី2ស្រុកកំពង់លែងខេត្តកំពង់ចាមកាលនោះជីវិតនៅជនបទគឺសាមញ្ញហើយផ្លូវទៅកាន់ចំណេះដឹងភាគច្រើនស្ថិតនៅក្នុងសំណាក់ព្រះវិហារពីកុមារភាពទ្រង់បានបំពេញព្រះវិហារជាសាមណេរដោយសារតែប្រពៃណីគ្រួសារនិងសេចក្តីចង់បានចំណេះដឹងរបស់ទ្រង់នៅអាយុ21ព្រះវស្សាទ្រង់បានក្លាយជាព្រះភិក្ខុយ៉ាងពេញលក្ខណៈប៉ុន្តែអ្វីដែលធ្វើឲ្យទ្រង់ខុសពីសាមណេរព្រះសង្ឃដទៃទៀតនោះគឺការស្វែងរកចំណេះដឹងរបស់ទ្រង់មិនដែលឈប់ទ្រង់ជាអ្នកចង់ដឹងចង់ឃើញបំផុត
សូម្បីតែក្នុងសំណាក់ព្រះវិហារដែលអាចមើលទៅដូចជាកន្លែងស្ងប់ស្ងាត់និងឆ្ងាយពីពិភពលោកទ្រង់ក៏នៅតែស្វែងរកចំណេះដឹងថ្មីៗដោយសិក្សាយ៉ាងជ្រៅជ្រះលើភាសាបាលីនិងសំស្ក្រឹតដែលជាភាសាបុរាណនៃគម្ពីរព្រះពុទ្ធសាសនានិងអក្សរសាស្ត្របុរាណមិនត្រឹមតែប៉ុណ្ណោះទ្រង់បានយកចិត្តទុកដាក់សិក្សាភាសាបារាំងដែលជាភាសានៃអ្នកគ្រប់គ្រងនៃសម័យនោះទ្រង់បានយល់ឃើញថាការស្គាល់ភាសាបារាំងមិនមែនជាគ្រាន់តែជាឧបករណ៍សម្រាប់ទំនាក់ទំនងនោះទេតែជាយុទ្ធសាស្ត្រមួយដើម្បីយល់ពីពិភពលោកថ្មីនិងដើម្បីអាចការពារអ្វីដែលជារបស់ខ្លួនបានល្អជាងមុននេះហើយជាទស្សនវាសនាដ៏ឆ្លៀកវៃនិងឆ្លាតវៃបំផុតរបស់ទ្រង់ប៉ុន្តែជោគវាសនាបាននាំទ្រង់មកកាន់គន្លងដ៏ធំធេងមួយដែលធ្វើឲ្យទ្រង់មិនគ្រាន់តែជាព្រះសង្ឃដែលចេះដឹងច្រើននោះទេតែជាអ្នកដឹកនាំផ្នែកអប់រំដ៏សំខាន់បំផុតមួយរូបនៅឆ្នាំ1909បន្ទាប់ពីបានសិក្សាយ៉ាងខ្មាតខ្មាតទ្រង់ត្រូវបានតែងតាំងជាសាស្ត្រាចារ្យនៅពុទ្ធិកសាលាបាលីជាន់ខ្ពស់ភ្នំពេញនេះគឺជាចំណុចផ្លាកប្ដូរដ៏សំខាន់ក្នុងជីវិតរបស់ទ្រង់ហើយក៏ជាចំណុចផ្លាកប្ដូរដ៏សំខាន់សម្រាប់ប្រព័ន្ធអប់រំខ្មែរទាំងមូលផងដែរនៅក្នុងតំណែងនេះទ្រង់បានឃើញយ៉ាងច្បាស់នៃភាពខ្វះខាតនិងឱកាសក្នុងប្រព័ន្ធអប់រំខ្មែរទ្រង់បានយល់ឃើញថាការអប់រំគឺជាគន្លឹះចម្បងមិនគ្រាន់តែសម្រាប់ការអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេតែជាគន្លឹះចម្បងសម្រាប់អភិវឌ្ឍប្រទេសជាតិនិងការពារអត្តសញ្ញាណជាតិផងដែរដោយមានជំនឿយ៉ាងខ្លាំងក្លាចំពោះទស្សនៈនេះទ្រង់បានបង្រៀននិងត្រៀមលោកបល័ក្ខនិងព្រះសង្ឃជាច្រើនជំនាន់សិស្សានុសិស្សរបស់ទ្រង់មិនមែនគ្រាន់តែរៀនអក្សរសាស្ត្រប៉ុណ្ណោះទេតែពួកគេបានទទួលការបណ្ដុះបណ្ដាលអំពីសេចក្តីថ្លៃថ្នូរនៃវប្បធម៌ខ្មែរអំពីកាតព្វកិច្ចក្នុងការការពារជាតិមាតុភូមិនិងអំពីសេចក្តីសង្ឃឹមចំពោះអនាគតសិស្សទាំងនេះក្រោយមកភាគច្រើនបានក្លាយជាអ្នកដឹកនាំសំខាន់របស់ជាតិជាលោកគ្រូជាអ្នកច្នៃប្រឌិតជាអ្នកនយោបាយនិងជាអ្នកដឹកនាំសង្គមទ្រង់បានដាំពូជនៃប្រាជ្ញានិងសេចក្តីស្រឡាញ់ជាតិទៅក្នុងចិត្តរបស់ពួកគេទ្រង់មិនត្រឹមតែបង្រៀននៅក្នុងថ្នាក់រៀននោះទេថែមទាំងបាននិពន្ធនិងរៀបចំសៀវភៅសិក្សាជាច្រើនដែលក្លាយជាគ្រឹះអប់រំសម្រាប់កុមារខ្មែរជាច្រើនជំនាន់ក្នុងពេលដែលសៀវភៅសិក្សាតាមបែបទំនើបមានកម្រិតឬមិនទាន់មានទេស្នាដៃរបស់ទ្រង់បានជួយបំពេញឲ្យបានគ្រប់សៀវភៅដូចជាសិក្សាភាសាខ្មែរនិងវេយ្យាករណ៍ខ្មែររបស់ទ្រង់គឺជាការបដិសេធយ៉ាងរឹងមាំចំពោះទស្សនៈថាភាសាខ្មែរគ្មានរបៀបរៀបរយឬគ្មានភាពសំខាន់សម្រាប់ការសិក្សាទំនើបនោះទេទ្រង់បានរៀបចំវេយ្យាករណ៍ភាសាខ្មែរឡើងវិញធ្វើឲ្យវាមានរបៀបរៀបរយងាយស្រួលរៀននិងងាយស្រួលបង្រៀនសៀវភៅទាំងនេះបានធ្វើឲ្យអក្សរសិល្បៈខ្មែរមានរូបរាងយ៉ាងច្បាស់លាស់ហើយបានផ្ដល់ជាឧបករណ៍សំខាន់ដល់គ្រូអ្នកគ្រប់គ្រងទូទាំងប្រទេសមិនត្រឹមតែប៉ុណ្ណោះកិច្ចការដ៏ធំធេងបំផុតមួយរបស់ទ្រង់គឺការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរព្រះត្រៃបិដកគឺជាប្រភពនៃគោលការណ៍ព្រះពុទ្ធសាសនាទាំងមូលដែលសរសេរជាភាសាបាលីការបកប្រែនេះមិនមែនគ្រាន់តែជាការផ្ទេរភាសាពីមួយទៅមួយនោះទេតែជាការបកស្រាយនិងធ្វើឲ្យសាមញ្ញដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបតាំងពីព្រះសង្ឃរហូតដល់គ្រឹះស្ថានអាចយល់ដឹងព្រះពុទ្ធដីកាបានដោយងាយកិច្ចការនេះគឺដូចជាការបើកទ្វារទីក្រុងប្រវត្តិសាស្ត្រមួយដែលមានតម្លៃដ៏ធំធេងដោយអនុញ្ញាតឲ្យមនុស្សធម្មតាអាចចូលទៅក្នុងពិភពនៃប្រាជ្ញាព្រះពុទ្ធសាសនាដោយផ្ទាល់វាធ្វើឲ្យព្រះធម៌មិនមែនជារបស់សម្រាប់តែអ្នកចេះដឹងភាសាបាលីនោះទេតែជារបស់របរនៃមនុស្សគ្រប់គ្នានេះគឺជាការបង្កើតប្រជាប្រិយភាពដល់ព្រះពុទ្ធសាសនានិងការពង្រឹងគោលការណ៍សីលធម៌សម្រាប់សង្គមទាំងមូលអ្វីដែលគួរឲ្យគោរពនិងគួរឲ្យកត់សម្គាល់បំផុតនៅក្នុងជីវិតរបស់សម្ដេចជួនណាតគឺទស្សនៈយូរអង្វែងនិងភាពអត់ធ្មត់ដ៏មហិមារបស់ទ្រង់បានបន្តកិច្ចការអប់រំនិងការអភិរក្សវប្បធម៌របស់ទ្រង់ដោយមិនខ្លាចអាស្រ័យលើស្ថានភាពនយោបាយដែលប្រែប្រួលជានិច្ចទ្រង់បានឆ្លងកាត់រាជព្រះបាទស៊ីសុវត្ថិនរោត្តមនិងសីហនុរាជម្ដង
មាននយោបាយផ្សេងគ្នាមានការផ្លាស់ប្ដូរអំណាចនិងមានបញ្ហាផ្សេងប៉ុន្តែសម្ដេចជួនណាតមិនបានចំណាយពេលវេលាក្នុងការព្រួយបារម្ភអំពីការប្រែប្រួលទាំងនោះទេទ្រង់បានរក្សាការផ្ដោតអារម្មណ៍លើគោលដៅដ៏សាមញ្ញប៉ុន្តែធំធេងរបស់ទ្រង់បានធ្វើការងារដដែលនេះដោយអត់ធ្មត់ដោយមិនឈឺឆាលហើយដោយមិនរអាក់រអួលទ្រង់បានផ្ដោតលើគោលដៅចម្បងមួយការពារអត្តសញ្ញាណខ្មែរតាមរយៈភាសាអក្សរនិងវប្បធម៌ទ្រង់បានយល់ឃើញថាអំណាចពិតប្រាកដមិនមែនស្ថិតនៅក្នុងកងទ័ពឬក្នុងរដ្ឋាភិបាលនោះទេតែស្ថិតនៅក្នុងស្មារតីនិងចំណេះដឹងរបស់ប្រជាជនបើប្រជាជនមានចំណេះដឹងមានស្មារតីជាតិនិយមនិងមានការយល់ដឹងអំពីអត្តសញ្ញាណរបស់ខ្លួនគេនឹងមិនងាយនឹងបាត់បង់ឯករាជ្យភាពឬក្លាយជាចំណុចដែលងាយនឹងត្រូវគេគ្រប់គ្រងនោះទេស្នាដៃរបស់ទ្រង់មិនត្រូវបានមើលឃើញដោយសង្គមខ្មែរតែម្នាក់ឯងនោះទេប៉ុន្តែត្រូវបានលោកពិភពលោកទទួលស្គាល់ផងដែរនៅឆ្នាំ1963ទ្រង់បានទទួលពានរង្វាន់ Ramon Magsaysay ដែលជាពានរង្វាន់អន្តរជាតិសម្រាប់ស្នាដៃល្អផ្នែកសេដ្ឋកិច្ចនិងសង្គមពានរង្វាន់នេះត្រូវបានផ្ដល់ជូនទ្រង់ក្នុងសកម្មភាពសេវាកម្មសង្គមដោយសារតែការខិតខំប្រឹងប្រែងរបស់ទ្រង់ក្នុងការអភិរក្សនិងពង្រីកអក្សរសិល្បៈខ្មែរនេះគឺជាការទទួលស្គាល់ពីអន្តរជាតិចំពោះស្នាដៃដ៏មហិមារបស់ទ្រង់ហើយវាបានបង្ហាញថាការការពារវប្បធម៌ជាតិគឺជាកិច្ចការដ៏សំខាន់មួយដែលមនុស្សគ្រប់គ្នាគួរធ្វើហើយវាអាចទទួលបានការគោរពពីទូទាំងពិភពលោកសម្ដេចជួនណាតបានទទួលមរណភាពនៅថ្ងៃទី25 ខែកញ្ញាឆ្នាំ1969ក្នុងព្រះជន្ម86ព្រះវស្សាទ្រង់បានចាកចេញពីលោកីប៉ុន្តែស្នាដៃរបស់ទ្រង់និងស្មារតីរបស់ទ្រង់នៅតែមានជីវិតយ៉ាងរស់រវើកនៅក្នុងចិត្តគំនិតរបស់អ្នកដែលបានរៀនសូត្រពីស្នាដៃរបស់ទ្រង់និងក្នុងប្រព័ន្ធអប់រំខ្មែរទាំងមូលទ្រង់បានបន្សល់ទុកនូវមរតកដែលមិនអាចវាស់វែងបានភាសាខ្មែរដែលមានរបៀបរៀបរយអក្សរសាស្ត្រខ្មែរដែលមានភាពរឹងមាំនិងស្មារតីក្នុងការការពារអត្តសញ្ញាណជាតិតាមរយៈចំណេះដឹងផ្នែកទី2គន្លឹះជោគជ័យពីជីវិតសម្ដេចជួនណាតសម្រាប់យើងទាំងអស់គ្នាអ្នកអានជាទីស្រឡាញ់ឥឡូវនេះបន្ទាប់ពីយើងបានស្ដាប់រឿងរ៉ាវជីវិតដ៏អស្ចារ្យរបស់សម្ដេចជួនណាតហើយតើយើងអាចរៀនអ្វីខ្លះពីទ្រង់ស្នាដៃរបស់ទ្រង់មិនមែនគ្រាន់តែសម្រាប់ការសិក្សាប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាផ្ដល់នូវមេរៀនជីវិតដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នាទោះបីជាយើងជាសិស្សជាគ្រូជាអ្នកធ្វើការជាអ្នកដឹកនាំឬគ្រាន់តែជាមនុស្សម្នាក់ដែលកំពុងរកផ្លូវជីវិតក៏ដោយតោះយើងមកដកស្រង់គន្លឹះជោគជ័យទាំងនេះជាមួយគ្នា1គន្លឹះទី1ការយកចិត្តទុកដាក់លើចំណេះដឹងនិងការសិក្សាពេញមួយជីវិតអំណាចដែលគ្មានអ្នកណាអាចយកពីអ្នកបានសម្ដេចជួនណាតបានបង្ហាញយើងយ៉ាងច្បាស់ថាការរៀនមិនចេះហត់មិនចេះចាស់ទ្រង់រៀនច្រើនភាសារៀនពីប្រភពច្រើនហើយបានប្រើប្រាស់ចំណេះដឹងទាំងនោះដើម្បីបង្កើតជាស្នាដៃថ្មីសម្រាប់ជនជាតិខ្មែរក្នុងពេលដែលមនុស្សជាច្រើនអាចគិតថាការសិក្សាត្រឹមតែសម្រាប់យុវវ័យប៉ុណ្ណោះទ្រង់បានបង្ហាញថាការសិក្សាគឺជាដំណើរជីវិតមួយទៅវិញទៅមកមេរៀនសម្រាប់យើងកុំឈប់សិក្សាសូម្បីតែបន្ទាប់ពីបញ្ចប់ការសិក្សាផ្លូវការសូម្បីតែនៅពេលដែលអ្នកមានការងារស្ទើរតែពេញម៉ោងសូម្បីតែនៅពេលអ្នកមានគ្រួសារក៏អ្នកត្រូវតែបន្តការសិក្សារបស់អ្នកការសិក្សានៅសម័យនេះអាចមានច្រើនទម្រង់អានសៀវភៅស្ដាប់ពាក្យអនុញ្ញាតរៀនជំនាញថ្មីតាមអ៊ីនធឺណិតឬគ្រាន់តែស្ដាប់អ្នកដទៃនិយាយចំណេះដឹងគឺជាទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកអាចបំពេញបានដោយមិនខ្លាចក្រែងចំណេញតិចហើយវានឹងនៅជាមួយអ្នកជារៀងរហូតចំណេះដឹងផ្ដល់ឲ្យអ្នកនៅភាពឯករាជ្យនៅពេលអ្នកចេះដឹងអ្នកមិនងាយនឹងត្រូវគេបញ្ឆោតឬត្រូវគេគ្រប់គ្រងដោយគំនិតអ្នកដទៃនោះទេអ្នកអាចវិនិច្ឆ័យបានដោយខ្លួនឯងអាចយល់ពិភពលោកដោយខ្លួនឯងនិងអាចការពារខ្លួនឯងនិងអ្នកដែលអ្នកស្រឡាញ់បាន2គន្លឹះទី2
ភាពអត់ធ្មត់ក្នុងការបង្រៀននិងការចែករំលែកការពង្រីកឥទ្ធិពលដោយមិនចេះចប់សម្ដេចជួនណាតបានបង្រៀនអស់រយៈពេលជាង50ឆ្នាំការបង្រៀនរបស់ទ្រង់មិនមែនជាការផ្ដល់ព័ត៌មានត្រឹមតែងាយៗនោះទេតែជាការចិញ្ចឹមដុសដាលចិត្តនិងស្មារតីទ្រង់មានភាពអត់ធ្មត់យ៉ាងខ្លាំងក្លាព្រោះទ្រង់ជឿថាចំណេះដឹងគឺដូចជាគ្រាប់ពូជវាត្រូវការពេលវេលាដើម្បីដុះហើយផលដែលវាផ្ដល់ឲ្យនឹងរក្សាបានយូរមេរៀនសម្រាប់យើងអភិវឌ្ឍខ្លួនឯងគឺល្អតែការជួយអ្នកដទៃឲ្យរីកចម្រើនជាមួយគ្នានោះល្អជាងវិញទៅទៀតនៅក្នុងសម័យនេះយើងអាចនឹងមានទំនោរចង់រក្សាចំណេះដឹងឬជំនាញរបស់យើងជាអតិភិបសម្រាប់តែខ្លួនឯងដោយគិតថាវាជាអត្ថប្រយោជន៍របស់យើងប៉ុន្តែជីវិតរបស់សម្ដេចជួនណាតបង្រៀនយើងថាការចែករំលែកចំណេះដឹងគឺជាវិធីដ៏ខ្លាំងក្លាបំផុតក្នុងការពង្រីកឥទ្ធិពលរបស់យើងនិងក្នុងការបន្សល់ទុកមរតកដ៏យូរអង្វែងទាំងក្នុងក្រុមការងារឬក្នុងគ្រួសារភាពអត់ធ្មត់ក្នុងការបណ្ដុះបណ្ដាលនិងចែករំលែកចំណេះដឹងនឹងបង្កើតបានជាក្រុមដ៏ខ្លាំងក្លានៅពេលអ្នកជួយដល់អ្នកដទៃឲ្យរីកចម្រើនអ្នកក៏កំពុងសាងសង់បណ្ដាញនៃការគាំទ្រនិងការគោរពដែលនឹងជួយអ្នកវិញនៅពេលអនាគតការបង្រៀនគឺជាការរៀនពីរដងនៅពេលអ្នកបង្រៀនអ្នកដទៃអ្នកកំពុងពង្រឹងចំណេះដឹងរបស់អ្នកផ្ទាល់គន្លឹះទី3ភាពក្លាហាននិងការមិនខ្លាចការប្រែប្រួលការផ្ដោតលើគោលដៅជំនួសឲ្យការព្រួយបារម្ភអំពីឧបសគ្គស្រមៃថាប្រសិនបើសម្ដេចជួនណាតខ្លាចស្ថានភាពនយោបាយដែលពេលនេះម្ដងពេលក្រោយម្ដងតើទ្រង់នឹងអាចបង្កើតស្នាដៃដ៏ធំធេងបានទេចម្លើយគឺទេបើទ្រង់ចំណាយពេលវេលាក្នុងការព្រួយបារម្ភអំពីអ្វីដែលអាចកើតឡើងឬក្នុងការបដូរទស្សនៈតាមស្ថានភាពនយោបាយទ្រង់នឹងខ្វះពេលវេលានិងថាមពលសម្រាប់ការងារដ៏សំខាន់របស់ទ្រង់ជំនួសមកវិញទ្រង់បានផ្ដុំគំនិតទៅលើគោលបំណងយូរអង្វែងរបស់ទ្រង់ដែលគឺការអភិរក្សវប្បធម៌ខ្មែរគ្រប់អ្វីដែលកើតឡើងជុំវិញគឺគ្រាន់តែជាឧបសគ្គដែលត្រូវឆ្លងកាត់ប៉ុណ្ណោះមេរៀនសម្រាប់យើងក្នុងជីវិតឬការងារការប្រែប្រួលគឺជារឿងធម្មតាសេដ្ឋកិច្ចអាចធ្លាក់ចុះតំណែងការងារអាចប្ដូរសង្គមអាចមានភាពមិនស្ថិតស្ថេរអ្វីដែលសំខាន់គឺយើងត្រូវមានចក្ខុវិស័យយូរអង្វែងនិងគោលដៅច្បាស់លាស់នៅពេលយើងដឹងថាយើងធ្វើដើម្បីអ្វីការប្រែប្រួលទាំងឡាយនឹងមិនអាចរំខានយើងបានឡើយយើងនឹងមើលឃើញវាជាបញ្ហាតូចតាចដែលត្រូវដោះស្រាយជាជំហានតូចៗដែលត្រូវឡើងឬជាឱកាសថ្មីដែលលើកកម្បាំងភាពក្លាហានមិនមែនមានន័យថាមិនខ្លាចអ្វីសោះនោះទេភាពក្លាហានមានន័យថាដឹងថាខ្លាចតែនៅតែបន្តទៅមុខសម្ដេចជួនណាតប្រហែលជាបានខ្លាចក្នុងចិត្តរបស់ទ្រង់ប៉ុន្តែទ្រង់មិនបានឲ្យការខ្លាចនោះគ្រប់គ្រងទង្វើរបស់ទ្រង់នោះទេនេះហើយគឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំពិតប្រាកដសរុបមកជីវិតរបស់សម្ដេចជួនណាតគឺជាជីវិតដ៏ល្អឥតខ្ចោះមួយដែលបង្រៀនយើងអំពីអត្ថន័យពិតនៃភាពជោគជ័យភាពជោគជ័យពិតគឺមិនមែនអំពីទ្រព្យសម្បត្តិដែលមានឬអំណាចដែលកាន់កាប់នោះទេភាពជោគជ័យពិតគឺអំពីឥទ្ធិពលដែលអ្នកមានលើអ្នកដទៃនិងអនាគតទ្រង់បានបង្ហាញយើងថាអំណាចនៃចំណេះដឹងអាចការពារអត្តសញ្ញាណជាតិបានហើយក៏អាចការពារបុគ្គលម្នាក់ពីការផ្លេចបន្នាំនិងការបញ្ឆោតបានដែរអំណាចនៃការបង្រៀនអាចបង្កើតអ្នកដឹកនាំជំនាន់ក្រោយបានហើយក៏អាចបង្កើតសង្គមដែលចេះដឹងនិងមានស្មារតីបានដែរអំណាចនៃភាពក្លាហានអាចឈ្នះគ្រប់ឧបសគ្គបានហើយអាចធ្វើឲ្យយើងរស់នៅដោយស្មារតីពីមួយនៃភាពមិនច្បាស់លាស់នៃជីវិតទ្រង់មិនបានស្គាល់យើងប៉ុន្តែស្នាដៃរបស់ទ្រង់ការខិតខំប្រឹងប្រែងរបស់ទ្រង់និងគោលការណ៍របស់ទ្រង់គឺជាមរតកដ៏ថ្លៃថ្នូរមួយដែលទ្រង់បានទុកជូនយើងរាល់គ្នាវាជាបន្ទះសម្ពុតដែលធ្វើឡើងដោយស្នាដៃប្រាជ្ញាដែលយើងអាចយកមករុំខ្លួនដើម្បីការពារខ្លួនយើងពីភាពត្រជាក់នៃភាពល្ងង់ខ្លៅនិងភាពងងឹតនៃការភ្លេចបន្នាំបណ្ដាញមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ជំពូកអំពីសម្ដេចជួនណាតបានបញ្ចប់ត្រឹមនេះសូមចងចាំថាក្នុងភាពឆាប់រហ័សនិងភាពរវើរវាយនៃសម័យទំនើបយើងអាចនឹងភ្លេចអតីតកាលនិងភ្លេចអ្នកដែលបានសាងសង់គ្រឹះសម្រាប់យើង
ប៉ុន្តែការកសាងខ្លួនឯងឲ្យចេះដឹងការចែករំលែកចំណេះដឹងនោះដោយអត់ធ្មត់និងការមានចិត្តក្លាហានក្នុងគ្រប់ស្ថានភាពគឺជាគន្លឹះមិនអាចខ្វះបានទៅកាន់ភាពជោគជ័យណាមួយទោះបីជាភាពជោគជ័យតូចនៅក្នុងគ្រួសារឬភាពជោគជ័យធំនៅក្នុងសង្គមក៏ដោយពាក្យចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ប្រសិនបើអ្នកចូលចិត្តខ្លឹមសារនេះសូមចែករំលែកវាទៅកាន់មនុស្សដែលអ្នកគិតថាពួកគេត្រូវការស្ដាប់ចំណេះដឹងមានតម្លៃជាងគេនៅពេលវាត្រូវបានចែករំលែកសូមជួបគ្នាថ្មីក្នុងដំណើរការស្វែងរកចំណេះដឹងនិងការយកចិត្តទុកដាក់លើជីវិតរបស់អ្នកដទៃសូមជោគជ័យនិងសុខសន្តិភាពសូមថ្កើងលើអ្នក